targeted and defensive response. Phnom Penh sharply rejected that account, condemning the strikes as unprovoked aggression and accusing Thailand of violating Cambodian sovereignty. Officials there said civilians were among the casualties and reported damage in villages close to the front line. នៅថ្ងៃនេះការបើកការវាយប្រហារមានចំនួន8ទីតាំងទីតាំងទី1ប្រាសាទតំបន់ថងទីតាំងទី2ប្រាសាទតាកបីទីតាំងទី3តំបន់ភ្នំទ្រាប់ទីតាំងទី4វាលន្ត្រីទី5តាថាវទី6ភ្នំខ្មោចទី7អានសេះអូកាស្នេហ៍និងទី8តំបន់មុំបីនៅក្នុងនោះផងដែរក្រោយការបើកការវាយប្រហារយ៉ាងសន្ធាប់នៅក្នុងទីតាំងមួយចំនួនរហូតដល់ការប្រើអាវុធធុនធ្ងន់និងឈានដល់ការប្រើនៅយន្តហោះចម្បាំង F16 ទម្លាក់គ្រាប់នៅក្នុងតំបន់នៃខេត្តព្រះវិហារយ៉ាងគំហុកគឺនៅក្នុងតំបន់ចំការជ័យ Independent confirmation of the casualty figures remains unclear.